បាទអញ្ចឹងគ្រូលើកយកប្រធានបទបន្តទៀតតាក់ទងទៅនឹងមូលហេតុនៃការបង្កើតអាស៊ានមូលហេតុនៃការបង្កើតអង្គការនេះឡើងបាទទី1ផ្នែកនយោបាយដើម្បីរួមគ្នាទប់ស្កាត់នឹងលទ្ធិកុម្មុយនីសនិងធ្វើការផ្សព្វផ្សាយនិងពង្រឹងលទ្ធិប្រជាធិបតេយ្យចំពោះផ្នែកសេដ្ឋកិច្ចលោកគ្រូលើកយកមកពីចំណុចសំខាន់ទី1គឺដើម្បីរួមគ្នាអភិវឌ្ឍទីផ្សារអាស៊ីគ្នេយ៍ក្នុងការធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិលើផ្នែកកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ជាដើមផ្នែកសេដ្ឋកិច្ចទី2នេះគឺដើម្បីរួមគ្នាបង្កើតទីផ្សារក្នុងការនាំចេញទំនិញសេវាកម្មដោយសេរីនិងកាត់បន្ថយពន្ធឯផ្នែកសង្គមមូលហេតុដែលនៅបង្កើតគឺដើម្បីរួមគ្នាថែរក្សាលើកកម្ពស់សន្តិភាពសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ទី2គឺដើម្បីរួមគ្នាអភិវឌ្ឍសង្គមគិច្ចបច្ចេកទេសវិទ្យាសាស្ត្ររដ្ឋបាលអភិវឌ្ឍធនធានមនុស្សសិទ្ធិមនុស្សបាទឲ្យប្រសើរឡើងហើយទី4នឹងគឺផ្នែកវប្បធម៌បាទមូលហេតុដែលបង្កើតនឹងគឺដើម្បីរួមគ្នាអភិវឌ្ឍតំបន់អាស៊ានឲ្យរីកចម្រើនលើផ្នែកអប់រំសាសនាប្រពៃណីទំនៀមទម្លាប់សិល្បៈកីឡាឲ្យវារីកចម្រើននៅក្នុងតំបន់នឹង